ក្រសួងទេសចរបញ្ជាក់ជាថ្មីថានៅកម្ពុជានៅតែជាគោលដៅទេសចរប្រកបដោយសុវត្ថិភាពក្រសួងទេសចរបញ្ជាក់ជាថ្មីថាកម្ពុជានៅតែជាគោលដៅទេសចរមានសុវត្ថិភាពសន្តិសុខនិងស្ថិរភាពសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិទោះបីប្រទេសថៃបានវាយប្រហារកាលពីខែធ្នូហើយបច្ចុប្បន្នយោធាពួកគេកំពុងឈរជើងលើទឹកដីកម្ពុជាការបញ្ជាក់នេះធ្វើឡើងតបទៅនឹងការប្រកាសអំពីតំបន់សុវត្ថិភាពសម្រាប់ភ្ញៀវទេសចរដែលស្ថានទូតបរទេសនៅកម្ពុជាបានធ្វើបច្ចុប្បន្នភាពឲ្យប្រជាពលរដ្ឋរបស់គេមានការប្រុងប្រយ័ត្ននៅពេលដែលមកកម្ពុជាដោយសារតំបន់ជាច្រើននៅតាមព្រំដែនជាមួយថៃនៅតែមានគ្រោះថ្នាក់បូករួមទាំងក្រឹបមិនទាន់ផ្ទុះដែលភាគីថៃបានបាញ់ចូលកម្ពុជាស្ថានទូតមួយចំនួនលើកទឹកចិត្តឲ្យពលរដ្ឋរបស់គេគុំទៅតំបន់ព្រំដែនក្នុងចម្ងាយប្រមាណ50គីឡូម៉ែត្រនៅក្នុងសេចក្តីជូនដំណឹងនៅថ្ងៃទី19មករានេះក្រសួងទេសចរថ្លែងអំណរគុណចំពោះការចែករំលែកព័ត៌មានស្តីពីការណែនាំការធ្វើដំណើរមកកម្ពុជាអមដោយការបង្ហាញផែនទីដែលបានផ្សព្វផ្សាយដោយបណ្ដាស្ថានទូតប្រទេសជាមិត្តប្រចាំនៅកម្ពុជាប៉ុន្តែក្រសួងថ្លែងថាការផ្សព្វផ្សាយព័ត៌មាននិងការបង្ហាញផែនទីផ្សព្វផ្សាយនាពេលកន្លងមកអាចបង្កឲ្យមានការភ័ន្តច្រឡំក្នុងចំណោមសាធារណជននិងភ្ញៀវទេសចរជាពិសេសភ្ញៀវទេសចរអន្តរជាតិអំពីស្ថានភាពទូទៅនៃសុវត្ថិភាពទេសចរនៅកម្ពុជាក្រសួងថាការប្រុងប្រយ័ត្នខ្ពស់គឺមានកំណត់តែនៅតាមតំបន់ព្រំដែនខ្លះៗប៉ុណ្ណោះហើយមិនទាន់អាចទាញជាការសន្និដ្ឋានអំពីកត្តាសុខសុវត្ថិភាពទូទៅនៅទូទាំងកម្ពុជាបានទេក្រសួងបន្ថែមថាក្រសួងថ្លែងថាក្នុងន័យនេះក្រសួងទេសចរសូមបញ្ជាក់ជូនថាព្រះរាជាណាចក្រកម្ពុជានៅតែជាគោលដៅទេសចរមានសុវត្ថិភាពសន្តិសុខនិងស្ថិរភាពសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិតំបន់ទេសចរសំខាន់ដូចជារាជធានីភ្នំពេញខេត្តសៀមរាបខេត្តព្រះសីហនុនិងគោលដៅទេសចរផ្សេងទៀតនៅតែបន្តបើកដំណើរការធម្មតានិងទទួលស្វាគមន៍ភ្ញៀវទេសចរជាបន្តបន្ទាប់ឥតដាច់ក្រោមការធានាសុវត្ថិភាពយ៉ាងម៉ឺងម៉ាត់ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចបាទព័ត៌មាននេះគឺមានតែប្រមាណប៉ុណ្ណេះឯងបងប្អូនទាំងគ្នាដោយមួយរយៈនេះខ្ញុំមិនសូវបានទម្លាក់វីដេអូដើម្បីដាក់ក្នុង channel នោះទេបងប្អូនដោយសារតែឡាយតែរវល់បាទឥឡូវនេះខ្ញុំបានធ្វើខ្លះដែរសង្ឃឹមថាបងប្អូនដែលបានទស្សនាដល់ចប់នេះសូមបងប្អូនជួយ Subscribe ដាក់សញ្ញាកណ្ដឹងដើម្បីនឹងទទួលបានវីដេអូថ្មីជាបន្តទៀតនៅពេលក្រោយបាទគណៈពេលនេះខ្ញុំបាទសូមអរគុណសូមជម្រាបលា